đóបងប្អូនខ្ញុំចេញខ្លាំងមែនតើចេញរស់ស៊ីខ្លាំងមែនតើមកទីតាំងថ្មីហើយទីតាំងនេះសម្បូរចំណីផងចឹងព្រឹកនេះធ្វើការខ្លាំងមែនតើនេះយើងទៅតែដឹកមកព្រឹកមិញហើយបើកបានតែ20នាទីទេតែលំអងមកពេញជើងមកដែរបងប្អូនដែលចង់មិនដែលស្គាល់ថាលំអងឃ្មុំរបៀបណានេះបងប្អូនមើលក្នុងជាប់នឹងជើងឃ្មុំរីកតែមើលនោះបងប្អូនឃើញហ្នឹងគេហៅថាលំអងឃ្មុំហើយជាចំណីឃ្មុំដែរហើយវាជាចំណីធម្មជាតិជាលំអងផ្កាដែលឃ្មុំយកមកសម្រាប់ចិញ្ចឹមកូនចៅវាលើកនេះចេញរស់ស៊ីខ្លាំងមែនទេគ្រប់ធុងតែម្ដងហើយមេបងប្អូនមកមើលខាងក្រៅវិញដល់ហើយចេញខ្លះបងប្អូនដែលខ្លាចឃ្មុំអីហ្នឹងគឺមិនហ៊ានដើរកាត់ទេឃើញមេប៉ុណ្ណេះខ្លាំងទៅហើយ